លោក Robert Downey Jr. ឬ Tony Stark ឈ្មោះក្នុងរឿង Iron Man នៅក្នុងខ្សែស្រឡាយរឿងរបស់ MCU Marvel Cinematic Universe សម្ដែងជាតួអង្គ Superhero ដែលមានអ្នកគាំទ្រស្រឡាញ់និងចូលចិត្តជាច្រើននោះលោកធ្លាប់បានជាប់គុកជាច្រើនលើកច្រើនសារនិងបានបែកបាក់គ្រួសារចំនួន2លើកផងដែរដោយសារតែលោកញៀនថ្នាំតាមឪពុក We Educate នឹងនាំមិត្តអ្នកស្ដាប់ទៅស្គាល់លោក Robert Downey Jr. ថាមានប្រវត្តិបែបណាខ្លះលោក Robert Downey Jr. កើតនៅថ្ងៃទី4ខែមេសាឆ្នាំ1965នៅទីក្រុង New York សហរដ្ឋអាមេរិកលោកមានឪពុកឈ្មោះ Robert Downey Sr. គឺជាអ្នកផលិតខ្សែភាពយន្តនិងម្ដាយឈ្មោះ Elsie Downey គឺជាតារាសម្ដែងដែលបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តរបស់ Downey Sr. បានទទួលមរណភាពកាលពីឆ្នាំ2014គាត់មានបងប្អូន2នាក់ដែលមានបងប្អូនស្រីម្នាក់ឈ្មោះថា Allison Downey គឺជាតារាសម្ដែងដូចគ្នាលោកចាប់ផ្ដើមសម្ដែងលើកដំបូងបង្អស់នៅអាយុ5ឆ្នាំគឺនៅក្នុងរឿងរបស់ឪពុកលោកដែលមានចំណងជើងថា Pound ក្នុងឆ្នាំ1970បន្ទាប់មកនៅអាយុ7ឆ្នាំលោកក៏បានបង្ហាញខ្លួនក្នុងភាពយន្តមួយទៀតក្នុងរឿង Seriously Grace's Police ក្នុងឆ្នាំ1972ក្នុងឆ្នាំ1977ឪពុកម្ដាយរបស់លោកក៏បានលែងលះគ្នាក្រោយពីបានលែងលះគ្នាដំបូងឡើយលោកបានរស់នៅជាមួយម្ដាយនៅឯទីក្រុង New York ប៉ុន្មានឆ្នាំក្រោយមក Donnie បានទៅរស់នៅជាមួយឪពុករបស់គាត់ហើយបានចាប់ផ្ដើមចូលរៀននៅវិទ្យាល័យ Santa Monica ប៉ុន្តែបានបោះបង់ការសិក្សានៅឆ្នាំ1982នៅអាយុ17ឆ្នាំគាត់បានផ្លាស់ប្ដូរទៅទីក្រុង New York វិញដើម្បីបន្តអាជីពជាអ្នកសម្ដែងវិញលោកក៏បានដើរតួសម្ដែងជាតួឯកប្រុសដំបូងនៅក្នុងរឿង The Pick-up Artist នៅក្នុងឆ្នាំ1987នៅក្នុងឆ្នាំ1992គាត់បានសម្ដែងជាតួ Charlie Chaplin នៅក្នុងរឿង Chaplin ជារឿងមួយដែលគាត់ប្រឹងប្រែងខ្លាំងមែនទែនដែលតម្រូវឲ្យគាត់រៀនលេងវីយូឡុងក៏ដូចជារៀនវាយ tennis ដោយប្រើដៃឆ្វេងផងដែរដោយធ្វើយ៉ាងម៉េចឲ្យដូចតួអង្គពិត Charlie Chaplin នោះរឿងនេះហើយដែលធ្វើឲ្យគាត់បានក្លាយជាបេក្ខភាពមួយរូបក្នុងការដណ្ដើម Best Actor នៅក្នុងកម្មវិធី Academy Awards លើកទី65ដែលយើងស្គាល់ថាជាពាន Oscar នោះឯងពីឆ្នាំ1996ដល់ឆ្នាំ2001លោកត្រូវបានប៉ូលីសចាប់ខ្លួនជាច្រើនលើកជាច្រើនសារពាក់ព័ន្ធនឹងករណីគ្រឿងញៀនហើយក៏ធ្លាប់ជាប់ពន្ធនាគារផងដែរដោយសារតែគ្រឿងញៀនទើបធ្វើឲ្យលោកបែកបាក់ស្នេហានិងគ្រួសារចំនួន2លើកមកហើយលោកក៏បានសារភាពផងដែរថាការញៀននេះចាប់តាំងពីគាត់មានអាយុ8ឆ្នាំមកម្ល៉េះព្រោះឪពុករបស់លោកក៏ជាមនុស្សញៀនថ្នាំផងដែរលោកបានស្ថិតក្នុងស្ថានភាពនេះអស់រយៈពេល5ឆ្នាំពេលនោះទាំងការងារសម្ដែងនិងការងារផ្សេងរបស់លោកក៏ត្រូវបាត់អស់លោកក៏ព្យាយាមផ្ដាច់ខ្លួនចេញពីគ្រឿងញៀនហើយងាកមកចាប់ផ្ដើមអាជីពសម្ដែងរបស់លោកវិញបន្ទាប់ពីបានត្រឡប់មកចូលសិល្បៈវិញលោកក៏បានជួបជាមួយនឹងលោក Mel Gibson ដែលជាមិត្តជិតស្និទ្ធបំផុតរបស់លោកព្រោះតែមានការជ្រោមជ្រែងពីសំណាក់មិត្តរបស់លោកប្រជាប្រិយភាពរបស់លោកក៏ត្រឡប់មកវិញសារជាថ្មីនិងបានសម្ដែងជាតួអង្គឯកនិងតួអង្គរងជាបន្តបន្ទាប់ក្រោយពីអាជីពសម្ដែងរបស់លោកកាន់តែជោគជ័យនិងមានប្រជាប្រិយភាពខ្លាំងឡើងលោកក៏ត្រូវបានជ្រើសរើសជាតួអង្គ Tony Stark ក្នុងរឿង Iron Man ដែលបានចាក់បញ្ចាំងក្នុងឆ្នាំ2009ហើយរឿងនេះអាចរកចំណូលបានរហូតដល់ទៅជាង$585 លានឯណោះទូទាំងពិភពលោករឿង Iron Man បានធ្វើឲ្យលោកទទួលបានភាពល្បីល្បាញខ្លាំងនិងទទួលបានតំណែងជាតួឯកជាបន្តបន្ទាប់ហើយតម្លៃខ្លួនក៏កាន់តែថ្លៃផងដែរលោក Robert Downey Jr. បានចូលរួមសម្ដែងក្នុងរឿងដែលដឹកនាំដោយភរិយារបស់លោកដែលមានចំណងជើងថា Sherlock Holmes ត្រូវបានចាក់បញ្ចាំងក្នុងឆ្នាំ2009ក៏បានពង្រីកវិសាលភាពនៃកេរ្តិ៍ឈ្មោះរបស់លោកកាន់តែខ្លាំងឡើងហើយរឿងនេះបានរកប្រាក់ចំណូលសរុបដល់ទៅ$524 លានក៏ជារឿងដែលធ្វើឲ្យលោក Robert Downey Jr. បានឈ្នះ Best Actor នៅក្នុងកម្មវិធី Golden Globe ផងដែរតាមរយៈសាច់រឿងរបស់លោកយើងអាចរៀនសូត្របានពីលោក Robert Downey ដែលឃើញថាលោកបានព្យាយាមកែប្រែរឿងដែលបានធ្វើខុសកាលពីអតីតធ្លាប់បានឆ្លងកាត់ជីវិតដ៏ខ្មាំងងងឹតប៉ុន្តែមិនបោះបង់ចោលក្តីស្រមៃរបស់លោកឡើយគឺនៅពេលដែលលោកដួលលោកបានងើបឡើងបន្តអាជីពជាអ្នកសម្ដែងរបស់លោកដោយមិនរុញរាដូចនេះឱកាសតែងតែមានសម្រាប់អ្នកដែលចង់ចាប់ផ្ដើមជីវិតថ្មីបានជានិច្ច